ខ្ញុំអាចនិយាយបានថាដុំសាកទូទៅកម្លាំងខ្លាំងត្រឹមតែ100ទេប៉ុន្តែដុំសាកនៅក្នុងដៃរបស់ខ្ញុំនេះមានកម្លាំងរហូតដល់140វ៉ាត់140វ៉ាត់បងប្អូនគឺធំខ្លាំងមែនទែនបងប្អូនអាចសាកជាមួយនឹង laptop អីគឺមិនមានបញ្ហាតែម្ដងអញ្ចឹងកម្រាប់តែទូរស័ព្ទទៀតគឺសាកតែមួយផ្លែតពេញបាត់ទៅហើយចំពោះការសាកវិញគឺគេបានភ្ជាប់អក្សរមកបញ្ជាក់ជាមួយយើងតែម្ដងថា Type C នេះគឺអាចសាកបានកម្លាំងរហូតដល់140វ៉ាត់ Type C ទី2គឺអាចសាកបានកម្លាំងរហូតដល់100វ៉ាត់ហើយជាមួយនឹង Type C ទី3គឺយើងអាចសាកបានរហូតដល់30វ៉ាត់ទោះបីជា30វ៉ាត់ក៏ដោយបងប្អូនក៏នៅតែខ្លាំងដែរដោយសារតែដុំសាកទូទៅអាចនឹងមានត្រឹមតែ20វ៉ាត់ទៀតដែលដុំសាក iPhone ដែលខ្ញុំប្រើតតែម្ដងគឺអាចសាកបានត្រឹមតែ20វ៉ាត់ទេចំពោះ Type A វិញគឺយើងអាចសាកបាន27វ៉ាត់អញ្ចឹងមានន័យថារុននីមួយៗនៅក្នុងដុំសាកនេះគឺសុទ្ធតែអាចសាកបានកម្លាំងខ្លាំងមែនទែនសុទ្ធតែរយតែម្ដងបងប្អូនហើយចំណុចពិសេសមួយទៀតនោះគឺគេបានភ្ជាប់មកជាមួយនឹងជើង AC plug ដូចគ្នាបងប្អូនអញ្ចឹងមានន័យថាបើសិនជាបងប្អូនប្រើប្រាស់បងប្អូនគ្រាន់តែទាញចេញមកហើយបើសិនជាបងប្អូនអត់ចង់ប្រើប្រាស់ទេបងប្អូនគ្រាន់តែកាច់បញ្ចូលបន្តិចទៅចំពោះការយកទៅក្រៅប្រទេសវិញដូចគ្នាបងប្អូនគឺអាចយកទៅបានដោយសារតែគេបានភ្ជាប់មកជាមួយនឹង C3 ដងអញ្ចឹងគឺគេផ្ដោតមែនទែនទៅលើប្រទេសចិនដោយសារតែប្រទេសចិនរៀងតឹងជាងគេអញ្ចឹងបើសិនជាបងប្អូនយកដុំសាកនេះទៅប្រើប្រាស់គឺមិនមានបញ្ហាតែម្ដងមិនមែនមានន័យថាបងប្អូនយកបានតែប្រទេសចិនទេប្រទេសផ្សេងៗក៏បងប្អូនអាចយកបានដូចគ្នាអញ្ចឹងបើសិនជាបងប្អូនត្រូវការដុំសាកដែលអាចកាត់ជើង AC plug បានមកជាមួយហើយមានកម្លាំងសាករហូតដល់140វ៉ាត់ទៀតបងប្អូនមិនគួរមើលរំលង Wikomi 140វ៉ាត់នេះទេ